វាសម្រាប់ជីវិតរបស់ខ្ញុំវាពិបាកហើយប៉ាខ្ញុំគឺជាមនុស្សម្នាក់ដែលគាត់ញ៉ាំគ្រឿងស្រវឹងច្រើនហើយគាត់មានប្រពន្ធច្រើនដូចគ្នាគ្រួសាររបស់ខ្ញុំគឺជាគ្រួសារមួយដែលមិនមែនជាគីបោះសัตว์ពួកខ្ញុំតែងតែវាយហើយវាយខ្ញុំពេលអំឡុងពេលបើសិនជាខ្ញុំចង់ទៅព្រះវិហារបាទសម្រាប់ខ្ញុំព្រះវិហារគឺជាកន្លែងមួយដែលធ្វើឲ្យខ្ញុំស្ងប់អារម្មណ៍ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាសុវត្ថិភាពសម្រាប់ខ្ញុំបានទទួលកាដូនៅអាយុ8ទៅ9ឆ្នាំខ្ញុំចាំថាមានស្ត្រីម្នាក់ដែលក៏បានអញ្ជើញខ្ញុំដើម្បីចូលរៀនអំឡុងពេលខ្ញុំរៀននោះខ្ញុំអត់ទាន់ជឿទេតោះតែខ្ញុំចាប់ដើមចប់ខ្ញុំជឿពេលដែលខ្ញុំរៀនដល់មេរៀនទី6ជាមេរៀនដែលខ្ញុំបរៀនថ្ងៃនេះគាត់បរៀនពីព្រះយេស៊ូវដូចជាព្រះយេស៊ូវបានសគត់នៅលើឈើឆ្កាងដើម្បីលួសបាបយើងហើយព្រះអង្គ3ថ្ងៃក្រោយមកព្រះអង្គមានបញ្ជូនរស់ឡើងវិញចុងក្រោយគេបាននិយាយអំពីតើអ្នកបានសម្រេចចិត្តជឿលើព្រះយេស៊ូវឬក៏អត់ចឹងណាជីវិតខ្ញុំផ្លាស់ប្រែដូចជាពេលដែលខ្ញុំបានជឿព្រះអង្គខ្ញុំនិយាយថាស្រឡាញ់អ្នកដទៃច្រើនចូលចិត្តការផ្សាយនឹងល្អទៅប្រាប់ពួកខ្ញុំvolunteer នៅ OCC បានរយៈជិត3ឆ្នាំពីព្រោះអ្វីដែលធ្វើឲ្យខ្ញុំចង់ចាប់ផ្ដើមបង្រៀនគឺការដែលធ្វើឲ្យកុមារស្គាល់ពីព្រះអង្គកាន់តែច្បាស់សម្រាប់ខ្ញុំគិតថានឹងមានកុមារច្រើនដែលជាមានប្រវត្តិដូចខ្ញុំដែលជាមានក្រុមគ្រួសារដែលពិបាកក្នុងការដែលមកព្រះវិហារហើយខ្ញុំចាប់ដាក់ដឹងអំពីថាព្រះអង្គគឺមានគោលបំណងច្បាស់សម្រាប់ការបង្រៀនរបស់ខ្ញុំចង់ប្រាប់ដល់គ្នាអំពីតែងតែនៅចិត្តយើងហើយព្រះអង្គតែងតែប្រទានកម្លាំងសម្រាប់យើងទាំងអស់គ្នាអ្វីដែលខ្ញុំអធិដ្ឋានសម្រាប់ក្មេងៗដែលខ្ញុំរៀនគឺចង់ឲ្យពួកគាត់ស្គាល់ព្រះអង្គចង់ពួកគាត់ដើរតាមព្រះអង្គហើយចង់ឲ្យពួកគេផ្សាយនឹងល្អពីព្រះអង្គហើយ